Tool AI free ទាំង3នេះអាចជួយដល់ការសិក្សារបស់យើងឲ្យងាយស្រួលជាងមុនទី1 Consensus AI បើសិនជាអ្នកចង់ស្វែងរក source សម្រាប់ research របស់អ្នកឲ្យកាន់តែលឿននិងងាយស្រួលជាងមុន Consensus AI គឺអាចជួយបាន Consensus AI គឺមានមុខងារសម្រាប់ស្វែងរក source research paper ដែលជំនួយដល់ការ research របស់យើងពាក់ព័ន្ធជាមួយនឹងការទៅ academic paper គឺយើងអាចស្វែងរកតាមរយៈការធ្វើ filter តាមរយៈការជ្រើសរើសប្រទេសនៃការធ្វើ research ឬក៏កម្រិតនៃការធ្វើ research paper ទៅតាមប្រភេទ topic របស់យើងទៅតាមអីដែលយើងចង់បានគឺយើងអាចរៀបចំទៅតាមចំណង់ចំណូលចិត្តឬ topic របស់យើងហើយនៅពេលដែលយើងរក source នឹងបានហើយគឺយើងអាចមានជម្រើសនៃការយក citation កម្រិត APA MLA Chicago ឬកម្រិតច្រើនប្រភេទទៀតដែលអាចជួយឲ្យការសិក្សានិងការធ្វើ research របស់យើងងាយស្រួលនិងឆាប់រហ័សជាងមុនទី2 explainer paper ចំពោះ AI tool មួយនេះគឺមានតួនាទីអាច explain នៅ PDF ឬក៏ study material ដែលយើងកំពុងតែសិក្សាបាននៅពេលដែលយើង upload PDF file ឬក៏ textbook ចូលទៅក្នុង AI មួយនេះហើយយើងអានទៅនៅចំណុចដែលយើងមិនយល់គឺយើងអាច highlight នៅចំណុចនោះបានហើយ AI នោះគឺមានមុខងារក្នុងការបញ្យល់នៅកន្លែងដែលយើង highlight ហើយចំពោះការបញ្យល់វិញគឺយើងមានកម្រិតនៃការបញ្យល់ដែរឧទាហរណ៍យើងអាចសេរីថាបញ្យល់ក្នុងនាមជា expert ឬក៏បញ្យល់ឲ្យយើងយល់ដោយសារតែយើងជា expert មួយទៀតគឺមានកម្រិតដល់បញ្យល់ក្នុងនាមយើងជាក្មេងអាយុ5ឆ្នាំដែលមិនយល់ពីមេរៀនអីហ្នឹងសោះអញ្ចឹងគឺមុខងារនេះគឺអាចជួយឲ្យយើងយល់មេរៀនកាន់តែច្បាស់ហើយងាយស្រួលក្នុងការយល់ context ហើយ study បានលឿនល្អជាពិសេសគឺនៅពេលដែលយើងមានពេលតិចក្នុងការត្រៀមសម្រាប់ពេលប្រឡងចំពោះ tool ទី3គឺមានឈ្មោះថា Pensium AI ចំពោះ tool នេះគឺស្រដៀងទៅនឹង tool notebook LM ដែលខ្ញុំបង្ហាញនៅក្នុងវីដេអូមុនអញ្ចឹងគឺមានមុខងារក្នុងការជួយដល់មេរៀនរបស់យើងពិសេសនៅពេលដែលយើង upload PDF ឬក៏ YouTube link video AI នេះនឹងធ្វើការ analyze និងបែងចែកវីដេអូឬក៏ material យើងទៅតាម chapter ដែលយើងមានហើយយើងអាចមានមុខងារក្នុងការ take exam ក្នុងការ take note ឬក៏ turn into podcast ទៅលើ chapter នីមួយៗដែលអាចជួយយើងងាយស្រួលក្នុងការរៀននិងចាំមេរៀនទាំងអស់នោះជាពិសេសគឺជួយដល់យើងក្នុងការយល់ដឹងមេរៀននោះឲ្យកាន់តែច្បាស់ជាងមុនថែមទៀតផងសូមចុច subscribe ដើម្បីទទួលបានវីដេអូថ្មីនៅសប្តាហ៍បន្ទាប់